សូមករាបថ្វាយបង្គំបដិជគុណព្រះសង្ឃគ្រប់ព្រះអង្គជាទីគោរពសក្ការៈបងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ប៉ុន្មានថ្ងៃកន្លងមកនេះ COVID-19 ប្រភេទអូមីក្រុងប្រភេទថ្មីបានចាប់ផ្ដើមរីករាលដាលនៅក្នុងប្រទេសរបស់យើងទោះបីជាមានចំនួនមិនច្រើនដែលពិនិត្យដោយ PCR ក៏ដោយក៏ប៉ុន្តែការពិនិត្យដោយធ្វើតេស្តរហ័សក៏មានចំនួនកើនឡើងចំនួននេះគឺបានរីករាលដាលចេញពីទីក្រុងភ្នំពេញទៅកាន់ខេត្តមួយចំនួនរួចស្រេចទៅហើយតាមរយៈនៃការរកឃើញដោយម៉ាស៊ីន PCR នៅទីក្រុងភ្នំពេញនិងនៅតាមបណ្ដាខេត្តហើយតាមរយៈការធ្វើតេស្តរហ័សក៏បានរកឃើញការឆ្លងដែលមានចំនួនគួរឲ្យព្រួយបារម្ភស្ថានភាពបែបនេះគឺទោះបីជារាជរដ្ឋាភិបាលមិនមានការចាំបាច់ណាមួយដើម្បីបិទទីក្រុងទីប្រជុំជនឬបិទសាលារៀនបិទនៅហាងលក់ដូរក៏ដោយចុះក៏ប៉ុន្តែរាជរដ្ឋាភិបាលមានការចាំបាច់ដើម្បីអំពាវនាវចំពោះបងប្អូនជនរួមជាតិឲ្យបង្កើននៅវិធានការការពារសុខភាពផ្ទាល់ខ្លួនតាមរយៈការវិលត្រឡប់ទៅរកការអនុវត្តដោយខ្ជាប់ខ្ជួននៅវិធានការ3គុំ3ការពារនោះគឺខិតខំការពាក់ម៉ាស់ប្រើអាល់កុលលាងដៃនិងបន្តរក្សាគម្លាតហើយក៏ខិតខំជៀសវាងទៅទីកន្លែងដែលមានការប្រមូលផ្ដុំការបិទជិតនិងការប៉ះពាល់គ្នានៅក្នុងរយៈពេលនៃការឆ្លងរីករាលដាលដែលមានទំហំកាន់តែធំទៅប្រភេទអូមីក្រុងដែលកំពុងតែចម្លងនេះគឺជាប្រភេទដែលឆ្លងលឿនឆ្លងឆាប់រហ័សនិងឆ្លងគ្មានរើសមុខដូច្នេះទាមទារឲ្យមានការប្រុងប្រយ័ត្ននៅគ្រប់ទីកន្លែង